សម្រាប់ការភ្ជាប់ Google Audicator សម្រាប់បងប្អូនអ្នកដែលអត់ទាន់បានភ្ជាប់នៅ app Binance ណាបងប្អូននិង app ផ្សេងៗទៀតទាំង9 app crypto ធំៗបងប្អូនអញ្ចឹងបងប្អូនមកភ្ជាប់ជាមួយខ្ញុំទាំងអស់គ្នាដើម្បីភ្ជាប់ Google Audicator បានអញ្ចឹងបងប្អូនត្រូវចូលទៅ download app Audicator មកមុនសិនណាបងប្អូនណាអញ្ចឹងបងប្អូនត្រូវមាន app Gmail app Binance និង app Audicator និង app crypto ធំៗផ្សេង9 app ទៀតបងប្អូនទាំងអស់9 app ធំៗលំនាំនៃការធ្វើ Audicator ធ្វើ passkey ហ្នឹងគឺដូចគ្នាបងប្អូនដូចគ្នាតោះអញ្ចឹងបងប្អូនយើងចូលទៅកាន់ app Binance ដើម្បីយើងធ្វើ Audicator បូកជាមួយនឹង passkey បងប្អូនឥឡូវបងប្អូនបានចូលមកកាន់ app Binance ហើយបងប្អូនកលេចទៅខាងលើឃើញរូបសញ្ញាដូចក្បាលមនុស្សហ្នឹងឯងបងប្អូនដល់ពេលបងប្អូនឃើញសញ្ញារូបក្បាលមនុស្សហ្នឹងហើយបងប្អូនចុចលើសញ្ញាក្បាលមនុស្សហ្នឹងទៅបងប្អូនបន្ទាប់មកបងប្អូនរកមើលពាក្យ security រួចបងប្អូនចុចលើពាក្យ security ហ្នឹងមកបងប្អូនអញ្ចឹងយើងចូលមកដល់កន្លែងដែលត្រូវភ្ជាប់ Google Audicator ណាបងប្អូនណាបងប្អូនឃើញ Google Audicator SIM ហើយនឹង passkey ហើយ Gmail របស់យើងហ្នឹងតើពេលដែលយើងធ្វើហើយគឺនឹង load តិចតិចណាបងប្អូនណាឃើញឥឡូវរូបសញ្ញាឧទានហ្នឹងមកលេខថាយើងអត់ទាន់ធ្វើហើយអញ្ចឹងយើងចាប់ដើមធ្វើ app Audicator Google Audicator បងប្អូនអញ្ចឹងបងប្អូនចុចលើពាក្យ Binance Google Audicator ហ្នឹងមកដល់កន្លែងនេះបងប្អូនចុចបើកទៅចុចបើកកន្លែងមានសញ្ញាបើកហ្នឹងគឺ Binance Google Audicator ហ្នឹងបងប្អូនបន្ទាប់មកវាចេញទម្រង់បែបនេះបងប្អូនចុចនៅលើពាក្យថា link ប៊ូតុងពណ៌លឿងហ្នឹងបងប្អូននេះមកដល់កន្លែងនេះបងប្អូនចុចពាក្យខាងក្រោមប៊ូតុងពណ៌លឿងដែរចុចខាងក្រោមហ្នឹងប៊ូតុងពណ៌លឿងទៀតហ្នឹងបងប្អូនបន្ទាប់មកវានឹងចេញកន្លែង scan code ឲ្យបងប្អូន scan code ដើម្បីភ្ជាប់ទៅ Audicator បងប្អូនណាហើយអាពាក្យ copy ខាងក្រោមនេះបងប្អូន copy ទុកហើយនឹងថត print screen ទុកទៅបងប្អូនទាំង QR code នេះថតហើយយកទៅទុកនៅក្នុង note ទុកនៅកន្លែងណាឬក៏បងប្អូនកត់ទុកហើយកន្លែងហ្នឹងបងប្អូន print screen ទុកមួយហ្នឹងទៅឥឡូវនេះបងប្អូនចុច copy មកចុចលើអក្សរចុចលើលេខហ្នឹងហើយក៏ចុចកន្លែង copy ហ្នឹងក៏បានដែរគឺចុច copy ហ្នឹងមកពេលបងប្អូនចុច copy ហើយបងប្អូនចូលទៅកាន់ app Audicator ដែលខ្ញុំបានឲ្យបងប្អូនទៅ download មុនហ្នឹងអញ្ចឹងបងប្អូនចូលមករួចបងប្អូនជ្រើសរើសយកពាក្យ get start ហ្នឹងមកបងប្អូនបន្ទាប់មកចូលមកដល់កន្លែងនេះមានកន្លែង scan QR code ហើយនឹង copy pass ដោយបងប្អូនប្រើ key ដែល copy មិញក៏បានហើយនឹង scan QR code ក៏បានបើ scan QR code បងប្អូនត្រូវប្រើទូរស័ព្ទពីរយកទៅ scan ពីលើ QR code អំបញ្ញមិញហ្នឹងបងប្អូនតែបើយើងមានតែមួយយើងប្រើ key ខាងក្រោមទៅអញ្ចឹងបងប្អូនជ្រើសយកខាងក្រោមមកហើយបំពេញឈ្មោះថា app Binance មកបងប្អូន Binance អីចឹងទៅ Binance ឈ្មោះបងប្អូនចឹងទៅបន្ទាប់មកយក key ដែលខ្ញុំឲ្យបងប្អូន copy មិញហ្នឹងបងប្អូនយកមក pass កន្លែងហ្នឹងបន្ទាប់ពីបងប្អូន pass ហើយបងប្អូនចុចយកពាក្យ add ហ្នឹងមកបងប្អូនចាអញ្ចឹងរួចរាល់ហើយបងប្អូនគឺទទួលបាន app Audicator មួយណាបងប្អូនណាជាប់រួចរាល់ជាមួយនឹង app Binance ហើយអញ្ចឹងយើងត្រូវយកកូដនេះទៅ verify នៅ app Binance អញ្ចឹងយើងចូលទៅកាន់ app Binance វិញណាបងប្អូនហើយសម្រាប់ app ទាំង9ផ្សេងទៀតគឺធ្វើដូចគ្នានឹងបងប្អូនហើយប្រើ email តែមួយហ្នឹងមកបងប្អូនត្រូវការ app បន្ថែម Audicator ប៉ុន្មានក៏បានដែរបងប្អូនគ្រាន់តែចុចលើសញ្ញាលេខបូកខាងក្រោមបងប្អូនចង់ថែម app ប្រហែលទៀតក៏បានដែរមិនសម្រាប់តែ app exchange ទេ email អីហ្នឹងក៏យើងអាចមកភ្ជាប់ Audicator បានដែរលើបងប្អូន email ឥឡូវក៏មាន passkey ដូចគ្នាដែរ passkey ហើយនឹង Audicator នេះគឺមានច្រើនឥឡូវអញ្ចឹងរបៀបភ្ជាប់បងប្អូនគ្រាន់តែចុចលើសញ្ញាលេខបូកទៅបងប្អូនឃើញត្រូវការ scan QR code បងប្អូនយកលើហ្នឹងទៅ scan QR code ត្រូវការ copy key បងប្អូនចុចខាងក្រោមហ្នឹងទៅ copy key ហើយតោះអញ្ចឹងយើងចូលទៅកាន់ app Binance នេះបងប្អូនយើងចូលមកកាន់ app Binance កន្លែងដែលយើងយក QR code ហើយនឹង copy key មិញណាយើងចុចប៊ូតុងពណ៌លឿងហ្នឹងមកបន្ទាប់មកនេះបងប្អូនកន្លែងនេះដែលយើងត្រូវបំពេញកូដដែលយើងបានភ្ជាប់ Audicator មិញហើយនឹង email អញ្ចឹងបងជាដំបូងបងប្អូនចុច send code ទៅមកយើងយកទៅយកពី email មុនទៅណាបងប្អូនហើយយើងចាំទៅ copy pass យកពី Audicator បងប្អូនអញ្ចឹងបងប្អូនចូលទៅ email របស់បងប្អូនយកកូដ6ខ្ទង់ដែលផ្ញើចូលទៅ email របស់បងប្អូនគ្រាន់តែចុច copy មករួចយើងយកទៅ pass នៅ app Binance របស់យើងវិញណាបងប្អូនបន្ទាប់ពីយើងបំពេញរបស់ email ហើយបងប្អូនចូលទៅកាន់ app Audicator ណាទៅយកកូដដែលយើងបានភ្ជាប់បំពេញមិញណាបងប្អូនណាអញ្ចឹងយើងចុច copy ដែរដូចគ្នាមកគ្រាន់តែចុចពីលើមកបងប្អូនហើយ copy ហើយយើងយកមក pass នៅ app Binance របស់យើងវិញបងប្អូនគ្រាន់តែចុច pass មកពេលបងប្អូន pass រួចរាល់ហើយបងប្អូនចុចពាក្យ submit ប៊ូតុងពណ៌លឿងហ្នឹងបងប្អូនចុច submit រួចរាល់ហើយបងប្អូនគឺយើងទទួលបាន app Audicator មួយដែលយើងបានធ្វើហើយមិញហ្នឹងគឺភ្ជាប់រួចរាល់ហើយជាមួយនឹង app Binance បងប្អូននេះបងប្អូនឃើញទេនៅពេលដែលយើងបានធ្វើហើយគឺ load tick queue បងប្អូនឃើញទេឃើញ tick queue បងប្អូនចាពីរហ្នឹងឃើញ tick queue បងប្អូនមែនទេអញ្ចឹងបន្ទាប់មកទៀតគឺយើង set up passkey បងប្អូនអញ្ចឹងយើងចាប់ផ្ដើមធ្វើ passkey ម្ដងតោះបងប្អូនឥឡូវយើងមកភ្ជាប់ passkey ម្ដងបងប្អូននៅក្នុង app Binance ណាបងប្អូនមិនថា app Binance និង app ទាំង9ផ្សេងទៀត app exchange ធំៗទាំង9ផ្សេងទៀតហ្នឹងក៏ធ្វើដូចគ្នាដែរបងប្អូននេះជាលំនាំធ្វើ Binance ណាបងប្អូនណាតោះឥឡូវយើងចូលពីដំបូងមកអញ្ចឹង account ដែលយើងចូលដំបូងគឺបែបនេះបងប្អូនអញ្ចឹងបងប្អូនចុចលើសញ្ញារូប Binance ខាងលើទៅបងប្អូនបន្ទាប់មកនេះបងប្អូនឃើញសញ្ញាព្រួញតូចហ្នឹងបងប្អូនចុចលើព្រួញតូចហ្នឹងមករួចបងប្អូនយកពាក្យ security បងប្អូនអញ្ចឹងបងប្អូនឃើញសញ្ញាឧទាននេះបើន័យថាយើងអត់ទាន់បានភ្ជាប់ហើយពេលភ្ជាប់ហើយឃើញលោកសញ្ញាគ្រីសហើយបងប្អូនអញ្ចឹងយើងចុចចូលមករួចបងប្អូនចុចយកពាក្យថា add passkey ហ្នឹងមកបងប្អូនប៊ូតុងពណ៌លឿងហ្នឹងណាបងប្អូនចុចពាក្យ continue ហ្នឹងមកបងប្អូនប៊ូតុងពណ៌លឿងដែរហ្នឹងបន្ទាប់មកដល់កន្លែងនេះគឺឲ្យបងប្អូន scan ទីមុខបងប្អូន scan មុខបងប្អូនហ្នឹងអញ្ចឹងបងប្អូនចុចពាក្យ continue ហ្នឹងមកបងប្អូនហ្នឹងហើយអញ្ចឹង scan មុខយើងហើយបងប្អូនណាអញ្ចឹង passkey ភ្ជាប់តែប៉ុណ្្នឹងទេបងប្អូនស្រួលមែនទែនជា passkey ដែលយើងបានភ្ជាប់ហើយបងប្អូននេះជា app ធំទាំង12បងប្អូនមាន Binance, Bybit, OKX, Bitget, Get.io, Bitrue, KuCoin, Mixi, Bitmart, CoinW ហើយ XTX ហើយនឹង Kraken ណាបងប្អូនលំនាំនៃការ add passkey ហើយនឹង
Ad Audicator គឺដូចគ្នាបងប្អូនគឺលំនាំធ្វើដូចគ្នាសម្រាប់បងប្អូនដែលចង់រៀនពីវិស័យ Forex វិស័យ Crypto បងប្អូនអាច scan ចូលគ្រប់ទូទៅនេះទៅនិងបងប្អូនអាចតាក់ទង Telegram 086 ក្រេ352 095ក្រេ352 097ក្រេ4565 088 25ដើម51